Ô, Liên tả. Phá lẽ, coi dân đấy. Chạy đón men, bạn chụp anh là tiền nì. Anh sao bài tới. អត់ សុខសប្បាយផងហ្នឹងផល្លែអើយ មានបញ្ហាអីមែនអាចប្រាប់គ្នាបានទេ និយាយទៅតាំងពីរៀនចប់មករកការងារធ្វើអត់បានសោះក្បាលហ្មង អូកុំស្មុគស្មាញអីគ្នារកការងារបានតាមរយៈ NEA តា NEA អីគេNEA ហើយផល្លែជួយប្រាប់បន្តិចមើលគេធ្វើមិនយើចាជំរាបសួរបង តើមានអ្វីដែលបងអាចជួយបងបាន ចាបងខ្ញុំបានលឺមិត្តភ័ក្ដិខ្ញុំប្រាប់ថានៅ NEA បងអាចជួយរកការងារធ្វើបានមែនអត់ បាទមែនហើយបងអូនតើមានអ្វីឲ្យបងជួយណែនាំ ចាបងប៉ុន្តែខ្ញុំរៀនចប់យូរហើយក៏បានដាក់ business សុំការងារធ្វើនៅក្រុមហ៊ុន 4-5 កន្លែងដែរប៉ុន្តែក្រុមហ៊ុនទាំងអស់គឺគាត់អត់ទទួលយកខ្ញុំទេអញ្ចឹងធ្វើឲ្យខ្ញុំអត់មានទំនុកចិត្តនៅក្នុងការដាក់ business សុំការងារនៅកន្លែងផ្សេងទៀតអ្វីដែលខ្ញុំចង់ដឹងពីបងចង់ឲ្យបងជួយផ្ដល់យោបល់បន្តិចថាតើខ្ញុំគួរតែត្រៀមលក្ខណៈសម្បត្តិយ៉ាងណាខ្លះដើម្បីឆាប់ទទួលបានការងារធ្វើ អូបែបនេះទេបញ្ហានេះមិនមែនមានតែបងអូនទេដែលជួបប្រទះនៅពេលដែលដាក់ពាក្យស្វែងរកការងារដំបូងនោះចាំបងប្រាប់ រៀបចំឯកសារដាក់ពាក្យស្នើសុំការងាររៀបចំប្រវត្តិរូបសង្ខេបមួយឲ្យបានត្រឹមត្រូវសរសេរលិខិតអមឲ្យបានត្រឹមត្រូវរៀបចំឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់មុនពេលសម្ភាសន៍ស្វែងរកព័ត៌មានក្រុមហ៊ុនមុនពេលទៅសម្ភាសន៍ត្រៀមចម្លើយដែលនយោជកអាចនឹងសួរក្នុងអំឡុងពេលសម្ភាសន៍គេងឲ្យបានគ្រប់គ្រាន់ឯកសារនិងសម្លៀកបំពាក់សមរម្យត្រូវបានរៀបចំរួចជាស្រេចស្លៀកសម្លៀកបំពាក់សមរម្យពេលទៅសម្ភាសន៍ត្រូវគោរពពេលវេលាមកមុនយ៉ាងហោចណាស់15នាទីញញឹមដោយជឿជាក់និងសម្ភាសអ្នកសម្ភាសប្រើភាសានិងកាយវិការសមរម្យនិងរួសរាយរាក់ទាក់សុំនាមប័ណ្ណឬលេខទំនាក់ទំនងអរគុណទៅអ្នកសម្ភាសពេលបញ្ចប់ការសម្ភាសក្រោយពេលសម្ភាសផ្ញើអ៊ីមែលអរគុណអ្នកសម្ភាសត្រៀមខ្លួនឆ្លើយតបអ៊ីមែលនិងទូរស័ព្ទអ្វីមិនគួរធ្វើពេលសម្ភាសមកដល់យឺតនិងមានអាកប្បកិរិយាមិនសមរម្យសម្លៀកបំពាក់មិនសមរម្យនិងគ្មានឯកសាររបៀបស្វាគមន៍មិនសមរម្យអង្គុយបែបខ្ជិលនិងឥរិយាបថមិនសមរម្យទឹកមុខនិងកាយវិការមិនសមរម្យអ្វីគូធ្វើពេលសម្ភាសន៍ស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យនិងគោរពពេលវេលាកាយវិការសមរម្យនិងស្វាគមន៍ដោយសម្ភាសន៍
ផ្ដល់ជូនប្រវត្តិរូបនិងឯកសារពាក់ព័ន្ធដល់អ្នកសម្ភាសអង្គុយដាក់ដៃលើភ្លៅនិងបង្ហាញកាយវិការសមរម្យនិយាយដោយទឹកមុខញញឹមនិងយកចិត្តទុកដាក់នៅពេលសម្ភាស ចាអរគុណច្រើនបងតែប៉ុណ្នេះណាខ្ញុំមានទំនុកចិត្តហើយក៏ជឿថានឹងបានការងារធ្វើឆាប់ដែរ អូនហ្នឹងហើយថ្ងៃស្អែកនេះ NEA នឹងរៀបចំវេទិកាការងារដូច្នេះបងអាចចូលរួមហើយនឹងដាក់ពាក្យសម្ភាសន៍ការងារជាមួយនឹងក្រុមហ៊ុននៅកន្លែងនេះផ្ទាល់តែម្ដង ចាបងខ្ញុំនឹងចូលរួមអរគុណបងច្រើនហើយ បាទជូនពរបងអូនសម្ភាសន៍ការងារជាប់ណា ចាអរគុណម្ដងទៀតបង សម្រាប់បងប្អូនដែលមានបំណងចង់ស្វែងរកការងារនិងប្រឹក្សាយោបល់ពីការងារសូមចូលទៅកាន់គេហទំព័រ www.nea.gov.kh យើងនៅទីនេះរងចាំជួយលោកអ្នក 3 ខែបន្ទាប់ពីបានធ្វើការនៅក្នុងក្រុមហ៊ុនមួយ ជំរាបសួរបង សួស្តីបងអូនសុខសប្បាយទេតើមានអ្វីឲ្យបងជួយលើកនេះ តាមពិតខ្ញុំបានធ្វើការយូរហើយបងគ្រាន់តែវាមានបញ្ហាខ្លះធ្វើឲ្យខ្ញុំចង់លាឈប់ខ្ញុំស្ដាយការងារហ្នឹងព្រោះជាការងារដែលខ្ញុំស្រឡាញ់យូរហើយគោលបំណងដែលខ្ញុំមកជួបបងនេះខ្ញុំចង់ឲ្យបងជួយផ្ដល់យោបល់ថាតើខ្ញុំគួរតែធ្វើមិនអញ្ចឹងណាបង អូនប្រាប់បងតិចមើលតើរឿងនឹងវាបាក់មិនខ្លះតែបងសូមបញ្ជាក់តិចតកតងជាមួយនឹងព័ត៌មានរបស់ប្អូនក៏ដូចជាអតិថិជនដទៃទៀតគឺយើងរក្សាទុកជាការសម្ងាត់ដូច្នេះបងអូនអាចប្រាប់បងបាន តាមពិតទៅរឿងហ្នឹងជារឿយៗគឺវាអញ្ចេះបង អេរយាប័តមិនសមរម្យនៅកន្លែងការងារមិនគោរពពេលវេលាការងារធ្វើការងារតែឯងចំណាយពេលច្រើនការមិនចូលរួមផ្លាស់ប្ដូរយោបល់លទ្ធផលការងារមិនប្រសើរបង្កចំនួននៅកន្លែងការងារអូតាមពិតបញ្ហាទាំងអស់នេះទេវាតែងតែកើតមាននៅកន្លែងការងារជាធម្មតាទៅហើយដូចនេះបងចាំស្រាប់ណាការគ្រប់គ្រងពេលវេលាសម្រាប់ការងារឲ្យទាន់ពេលវេលាការងារមិនទាន់ពេលវេលាការធ្វើការងារជាក្រុមការងារជាក្រុមផលិតភាពខ្ពស់ចំណាយពេលតិចធ្វើការងារតែឯងផលិតភាពទាបចំណាយពេលច្រើនការទំនាក់ទំនងកិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ផ្ដល់បរិយាកាសការងារប្រសើរការមិនចូលរួមផ្លាស់ប្ដូរយោបល់លទ្ធផលការងារមិនប្រសើរការគ្រប់គ្រងជម្លោះដោះស្រាយបញ្ហាដោយឥរិយាបថត្រឹមត្រូវបង្កជម្លោះនៅកន្លែងការងារអមេកម្ពុជាសូមស្វាគមន៍
អ្វីដែលបងអូនត្រូវត្រៀមលក្ខណៈឬនៅពេលដែលបងអូន apply ជាប់ការងារនៅក្រុមហ៊ុន OMA ចំណុចដែលលើសពីការរៀនសូត្រពូកែគឺក្រុមហ៊ុនត្រូវការបងអូនធ្វើកិច្ចការហើយដែលមានអេរយាប័តល្អនៅទីកន្លែងធ្វើការទី1គឺមាន commitment ក៏មានការបញ្ញាចិត្តទី2គឺមានវិន័យល្អទី3គឺមានការប្រស័យតាក់ទងល្អនៅក្នុងក្រុមហ៊ុនហើយទី4គឺត្រូវធ្វើការជាក្រុមបាទធ្វើយ៉ាងណាកុំឲ្យមានចំនួនកើតឡើងនៅក្នុងក្រុមអញ្ចឹងគឺថាបងអូនត្រូវតែយកចំណុចទាំងអស់នេះយកទៅពិចារណាយកទៅគិតគូរហើយទៅរៀបចំខ្លួនធ្វើម៉េចដើម្បីជាតម្រូវការរបស់ក្រុមហ៊ុនដែលមានប្រមាណចំណុចដែលខ្ញុំលើកឡើងនេះបាទអរគុណ